សូមស្វាគមន៍និងសូមជម្រាបសួរមកកាន់ Channel BK Media ថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីវិធីធ្វើការតឡើងជាមួយនឹងចំនួនថ្មីរបស់ប្រភេទពួកនាឡិកាបាទ Apple Watch ដែលតម្លាក់មកនៅថ្ងៃទី12 ខែ 2 ឆ្នាំ 2026 នេះគឺចំនួនទី26.3 សម្រាប់បងប្អូនដែលចង់តឡើងដល់ចំនួននេះបានតើតែនាឡិកា Apple Watch បងប្អូនចាប់ពី Apple Watch បាទស៊េរី6ឡើងទៅបើសិនជាបងប្អូនមានស៊េរីក្រោមនេះគឺមិនអាចតឡើងបានទេអញ្ចឹងដើម្បីធ្វើការតឡើងអ្វីដែលគេតម្រូវការទី1បងប្អូនត្រូវតែមានថ្មលើសពី 50% របស់នាឡិកាទី2បងប្អូនត្រូវតែមានឆ្នាំងសាកឲ្យជាប់កំឡុងពេលដែលតម្លើង OS ថ្មីរបស់នាឡិកានោះបាទហើយទី3បងប្អូនត្រូវតែមាននាឡិកាដែលមាន Wi-Fi ភ្ជាប់មកកាន់ទូរស័ព្ទដៃ iPhone ណាដែលបងប្អូនភ្ជាប់ជាមួយគ្នាតាមរយៈ App Watch បាទដើម្បីទាញយកអ៊ីនធឺណិត download OS ថ្មីដើម្បីធ្វើការតឡើងគឺមាន2វិធីទី1បងប្អូនអាចតឡើងជាមួយនឹងនាឡិកាdirect ក៏បានទី2បងប្អូនអាចតឡើងជាមួយនឹងទូរស័ព្ទ iPhone បងប្អូនដែលមាន app ឈ្មោះថា Voice ក៏បានបាទអញ្ចឹងខ្ញុំសូមបង្ហាញទី1គឺបងប្អូនចូលទៅ setting បងប្អូនមកហើយបងប្អូនបាទចូលទៅ setting បងប្អូននេះមកបន្តមកទៀតបងប្អូនអស់ទៅរកពាក្យថា general បាទបន្តមកទៀតបងប្អូននឹងឃើញកន្លែងនេះពាក្យថា software update បាទចុចពាក្យ software update នេះមកបាទនៅពេលដែលបងប្អូនចុចមកវានឹងធ្វើការ check នេះគឺ Watch OS ចំនួនទី26.3 បាទអញ្ចឹងបើសិនជាបងប្អូនចង់តឡើងតាមរយៈនាឡិកាផ្ទាល់គឺបងប្អូនចុចពាក្យថា download and install បាទអញ្ចឹងនៅខាងនេះក៏គេដាក់ដែរថាបងប្អូនត្រូវតែ make sure បាទ on charger បាទលើ charger នេះត្រូវសាកឲ្យជាប់ក្នុងពេលដែលបងប្អូន install តឡើងបាទទី2បងប្អូនត្រូវតែ connect ទៅកាន់ Wi-Fi បានន័យថានាឡិកានេះ connect មកកាន់ទូរស័ព្ទដៃដែលមាន Wi-Fi មានអ៊ីនធឺណិតនោះបាទបន្តមកទៀតគឺថាបងប្អូនត្រូវតែមាន at least បាទថ្មត្រូវតែថ្មនាឡិកាឲ្យលើសពី 50% បាទអញ្ចឹងបើសិនជាបងប្អូនចង់តឡើងតាមរយៈនាឡិកាដៃបាទហើយបើសិនជាបងប្អូនចង់តឡើងបងប្អូនគ្រាន់ចុចពាក្យថា download install មកបើសិនជានាឡិកានោះភ្ជាប់មកកាន់ iPhone បាទទាំងពីរនោះគ្មាន password ទេវានឹងបន្តទៅមុខប៉ុន្តែបើសិនជាទាំងពីរនោះមួយណាមាន password វានឹងទាមទារ password របស់បាទមួយនោះបាទឧទាហរណ៍ថានាឡិកាដាក់ password វានឹងទាមទារ password របស់នាឡិកាប៉ុន្តែបើនាឡិកាគ្មាន password iPhone មាន password វានឹងទាមទារ password របស់ iPhone ដើម្បីវាយបន្តទៅមុខបាទអញ្ចឹងខ្ញុំសូមបង្ហាញអំពីរបៀបតម្លើងតាមរយៈបាទទូរស័ព្ទដៃ iPhone វិញដែលបងប្អូនភ្ជាប់បាទអញ្ចឹងបងប្អូនចូលមក app ឈ្មោះថា Watch បងប្អូនមកបាទពណ៌ខ្មៅនេះបាទហើយបងប្អូនចូលទៅរកពាក្យថា My Voice ខាងក្រោមនេះបាទនៅពេលដែលបងប្អូនចូលដល់ My Voice បងប្អូននឹងឃើញកន្លែងរូបកងចក្រប្រភេទនេះគឺពាក្យថា General ចូលកន្លែង General មកអ្នកខ្លះគាត់ឃើញកន្លែង Software Update បាទមានលេខ1ហើយបាទមានថាវាត្រៀម update អញ្ចឹងបើសិនជាអត់មានពណ៌ហ្នឹងក៏អត់បញ្ហាដែរបងប្អូនជួយពាក្យថា Software Update នេះមកបាទនេះវាធ្វើការ check បាទគឺ Watch OS ចំនួនទី26.3 អញ្ចឹងបើសិនជាបងប្អូនចង់តឡើងតាមរយៈបាទទូរស័ព្ទដៃ iPhone ក៏បានគឺបងប្អូនបាទគេដាក់ message ដូចគ្នាត្រូវតែមានថ្ម at least បាទ 50% on charger បាទ in the iPhone connect to Wi-Fi បាទអញ្ចឹងបងប្អូនជួយពាក្យ download install មកបើសិនជាទាំងពីរនេះគ្មាន password ដែលភ្ជាប់មកគ្នាបាទវានឹងទាមទារ password ទេវានឹងបន្តទៅមុខប៉ុន្តែបើសិនជាទាំងពីរនេះបាទមួយណាមាន password វានឹងទាមទារ password នោះបាទឧទាហរណ៍ថានាឡិកាមាន iPhone វានឹងទាមទារនាឡិកាបាទ password របស់នាឡិកាបើសិនជាទាំងពីរនេះបាទនាឡិកាគ្មានប៉ុន្តែ iPhone មានវានឹងទាមទារ password របស់នាឡិកា password របស់ iPhone សំទោសបាទវានឹងទាមទារបងប្អូនវាយចូលទៅវានឹងបន្តទៅមុខបាទអញ្ចឹងការ download install នេះវាមិនមានបាត់បង់កម្មវិធីឬឯកសារអ្វីផ្សេងនៅលើទូរស័ព្ទក៏ដូចជានៅលើបាទនាឡិកាទេបាទន័យថាវាតឡើងតែចំណុចថ្មីគឺ Watch OS 26.3 ដើម្បីឲ្យបាទទូរស័ព្ទដៃជាមួយនាឡិកានោះវា connect គ្នាបានដំណើរការបាន smooth ល្អដើម្បីឲ្យ OS ទាំងអស់គ្នាវាធ្វើការបាន smooth រួមជាមួយនឹងបាទការដោះស្រាយជាមួយនឹងកំហុសបច្ចេកទេសផ្សេងៗបាទចំនួនថ្មីនោះបាទអញ្ចឹងខ្ញុំសូមបង្ហាញពីរបៀប download install បាទការ download install នេះវាអាចស៊ីពេលពី5ទៅ10ឬរហូតដល់20នាទីអាស្រ័យទៅលើអ៊ីនធឺណិតបងប្អូនបាទអញ្ចឹងខ្ញុំសូមចុចពាក្យ download install បាទនេះវាទាមទារ password ដោយសារនាឡិកាខ្ញុំនេះអត់មាន password ទេវាទាមទារ password របស់បាទទូរស័ព្ទដៃបាទអញ្ចឹងខ្ញុំសូមវាយ password ដើម្បីបន្តទៅមុខបាទនៅពេលដែលវាយ password បន្តទៅមុខវានឹងបាទ estimate ទៅលើពេលវេលាដែលត្រូវ download បាទអញ្ចឹងបងប្អូនត្រូវតែ make sure ទៅដាក់ឆ្នាំងសាកបាទសាកឲ្យជាប់នៅនាឡិកានេះបាទដើម្បីឲ្យវាបន្តទៅមុខបាទអញ្ចឹងវាអាចចាយពេលបាទពី5 10រហូតដល់20ឬ30នាទីអាស្រ័យទៅលើអ៊ីនធឺណិតបងប្អូនបាទហើយបើសិនជាវា download ចប់វានឹងបោះផ្ទាំងឲ្យបងប្អូន install បងប្អូនរងចាំរហូតដល់នាឡិកានេះបាទវិលរហូតដល់ចប់បងប្អូននឹងបាន boot up ចំនួនថ្មីគឺនាឡិកា boot up គឺ iOS ចំនួនទី26.3 បាទអញ្
ចឹងការតឡាងហ្នឹងគឺมันមានអីពិបាកទេបាទហើយបងប្អូនដាក់ចេញមកក្រៅក៏បានបងប្អូនលេងអ្វីផ្សេងទៀតចប់ក៏បានមើលពេលដែលចប់បាទវានឹងបោះផ្ទាំងឲ្យបងប្អូនបាទបន្តទៅមុខឲ្យបាទចឹងការបង្ហាញរបស់ខ្ញុំខ្លះមានតែប៉ុណ្ណឹងបើមានចំណុចណាលុះខ្វះខាតសូមខន្តីអភ័យទោស Channel BK Media ផងហើយសូមជួយ subscribe Channel BK Media ផងសម្រាប់បងប្អូនណាដែលគាត់បន្តបានជួយ subscribe នោះបាទដើម្បីបានទទួលវីដេអូថ្មីៗបន្តទៀតហើយសូមជួយ share វីដេអូនេះបន្តផងដើម្បីចែកចាយចំណេះដឹងនេះអំពីវិធីធ្វើការបាទតឡាវជាមួយនឹង Watch អីចំនួនថ្មីគឺ 26.3 ឲ្យបាទពួកម៉ាក់បងប្អូនគាត់ចេះផងជាចុងក្រោយសូមជម្រាបលាបងប្អូន